មើលខ្ញុំបិទ effect អូខេនេះ color នេះខ្ញុំកែឲ្យអស់ហើយ color នេះបានកែឲ្យអស់ហើយតែគាត់ថាយើងលេង effect បន្ថែមអញ្ចឹងឃើញទេយើងលេង effect បន្ថែមអូខេតោះវីដេអូនេះខ្លីទេអ្នកនរគ្នាចង់ប្រាប់អ្នកនរគ្នាតើតើនឹងការលេង effect ហើយនឹងលេងremove ថាយើងមានស្នាមមុខស្នាមអីយើងអាច remove ចេញបានអញ្ចឹងអ្នកនរគ្នាប្រហែលជាធ្លាប់ឃើញវីដេអូគេធ្វើ effect បែបនេះហើយវីដេអូ scene គឺមិនចង់ទេអ្នកនរគ្នានេះវីដេអូ scene យល់មើលឃើញអានេះ scene អានេះគឺវីដេអូដែលយើងកែឃើញខុសគ្នាឆ្ងាយអូខេចឹងដើម្បីយើងលេង effect អញ្ចឹងបានទី1គឺយើងលេងនៅក្នុង color page នេះនេះចាំមើលខ្ញុំបិទ effect អូខេនេះcolor នេះខ្ញុំកែឲ្យអស់ហើយ color នេះបានកែឲ្យអស់ហើយតែគាត់ថាយើងលេង effect បន្ថែមអញ្ចឹងឃើញទេយើងលេង effect បន្ថែមអូខេចឹងដើម្បីបានទី1ឥឡូវខ្ញុំទិញវីដេអូ scene មកអូខេទិញវីដេអូ scene ឥឡូវខ្ញុំលេងវីដេអូថ្មីអូខេខ្ញុំលេងថ្មីអូខេចឹងយើងចូលទៅ color page មកបន្តមកទៀតយើងអូខេតើតើនឹងការកែ color អីខ្ញុំអត់ប្រាប់ទេដោយសារខ្ញុំធ្លាប់ប្រាប់ម្ដងរួចទៅហើយចឹងខ្ញុំ copy color នេះតែម្ដងទៅអូខេខ្ញុំ copy color ហ្នឹងតែម្ដងទៅប៉ុន្តែអ្វីដែលយើងត្រូវដកគឺខ្ញុំលុប node នេះចេញនេះអានេះសុទ្ធតែជា color ដែលខ្ញុំកែចឹងដើម្បីយើងលេង effect នឹងបានទី1គឺយើង remove តេតងស្នាមអុចប៉ុន្តែតេតងនឹងរូបនេះដូចអត់មានស្នាមអុចទេតែបើសិនជាមានស្នាមមុនឬស្នាមអីយើងអាចប្រើ AI នឹងកាត់បានចឹងចឹងទី1យើងប្រើ effect យើងអាចមកស្ដាំយកពាក្យserial មក add node មួយមកចឹងយកយើងមករកពាក្យ effect មួយឈ្មោះថាយើងមករក effect មួយឈ្មោះថា radial blur នេះដាក់ចូលក្នុងមកដាក់ចូលមកឃើញវាទេឃើញទេនេះប៉ុន្តែយើងអាចចូលទៅកន្លែង setting នេះបើសិនអ្នកនរនេះចូលនៅកន្លែង library អ្នកនរចូលកន្លែង setting មកហើយយើងអាច custom វាបានអញ្ចឹងអាច custom វាបានវាចង់បានblur តិចឬក៏ blur ខ្លាំងទៅខ្ញុំចង់បាន blur ប៉ុណ្ណេះអូខេហើយបើសិនជាយើងចង់ឲ្យបានfocus យើងអាចប្រើចូល library យើងអាច search AI មួយទៀតឈ្មោះថា scene focus នេះ scene focus ហ្នឹងមកយើងអាចបង្កើត node មួយទៀតមកស្ដាំ add node មួយទៀតមកអូខេ add node មួយទៀតមកអាច rename អីបានណាអាច rename មួយថាខ្ញុំដាក់ថាខ្ញុំដាក់សកាត់ទៅខ្ញុំដាក់ scene focus អូខេ CF ចាប់ទាញដាក់មកហើយវា focus ឃើញចឹងអ្នកនរចូលមើលកន្លែងនេះអាកន្លែងនេះគឺជាកន្លែងមួយដែលយើងសេរីឲ្យវា focus យើងសេរី focus កន្លែងណាឧទាហរណ៍ថាកន្លែងនេះយើងសេរីអានេះឲ្យធំមកអូខេតែធំដើម្បីយើងសេរី focus អញ្ចឹងអូខេហើយនេះយើងអាចឲ្យវា focus តិចឬក៏ focus ខ្លាំងទៅទៅនឹងសាយអូខេឃើញទេនេះតែបើសិនអ្នកនរនេះចង់ឲ្យ focus ខ្លាំងមែនតើអ្នកនរនេះចុចពលាកន្លែងនេះមួយនេះកន្លែងនេះណា add picture ហ្នឹងលាកន្លែងហ្នឹងមកដាក់កន្លែងនេះគ្រីសសញ្ញានឹងមួយមក
ហើយយើងអាចវា blur តិចឬក៏ blur ខ្លាំងយើងអាចតាមនឹងទៅ blur តិច blur ខ្លាំងយើងអាចចាប់ទាញមក អូខេឃើញទេឃើញ blur រៀងខ្លាំងប៉ុន្តែដល់ពេល blur ខ្លាំងពេកវាបាត់ effect របស់យើងខាងនេះចឹងដាក់វាមកល្មមមកនេះដាក់វាមកល្មមមកប៉ុណ្ណឹងអូខេចឹងប៉ុណ្ណឹងយើងលេង effect ប៉ុណ្ណឹងបានឃើញទេឃើញស្អាតជាងមុនបើសិនជាយើងដករៀង focus តិចក៏បានអូខេហើយលេង focus នេះយើងដកតិចមកនេះដកតិចអូខេឥឡូវយើងមកមើល design អូខេឃើញទេដើម្បីយើងបាត់ effect ចាំយើងបាត់ effect យើងបាត់ effect ទាំង3ហ្នឹង control D មកឥឡូវខ្ញុំបាក់ Sophie ឲ្យធំបិទហ្នឹងហើយឬក៏យើងបិទ color ទាំងអស់ហេបិទ color ទាំងអស់ហើយអានេះគឺរូប scene ណា video scene ជិះដល់ពេលយើងដាក់ effect ហើយថែម color ទៀតមកអូខេឃើញទេចឹងយើងអាចធ្វើអញ្ចឹងបានចឹងអ្នកនរគ្នាអាចយកទៅអនុវត្តបានតាក់ទងនឹង scene focus នេះតើតាversion 21 អ្នកនរគ្នា version 21ទើបអាចមានណា scene focus ហ្នឹងព្រោះ AI ហ្នឹងនៅក្នុងខ្ញុំទៅ update DaVinci Resolve ខ្ញុំសាមិញដែរឡើង DaVinci Resolve Studio version 21ពីមុនខ្ញុំប្រើ version 20ទេអ្នកនរគ្នាប៉ុន្តែខ្ញុំ update ឡើង 21 ទៅវាមានមុខងារតាក់ទងនឹង scene AI ហើយនឹងblend mix remove អាហ្នឹងតាក់ទងនឹងមុខដែលយើងមានមុនឬក៏មានស្នាមយើងអាចយក effect ហ្នឹងប្រើប្រាស់ឲ្យកាត់តាក់ទងនឹង skin តាក់ទងនឹងមុខស្នាមមុខអីបានអញ្ចឹងណាអញ្ចឹងវីដេអូក្រោយខ្ញុំនឹងប្រាប់អ្នកនេះតាក់ទងនឹងការប្រើ effect មួយហ្នឹង